ជំរាបសួរលោកគ្រូខ្ញុំបាទមកពីធីមទី3ដែលធ្វើទៅលើ Hotel Management System ដែលមានការណែនាំពីលោកគ្រូប៊ូយ៉ាណាហើយនឹងនៅក្នុង member របស់ខ្ញុំនេះផងដែរគឺមានចំនួន3នាក់ដែលមានខ្ញុំមានដូណាហើយនិងវរៈវត្តនៅខាងឆ្វេងដៃរបស់ខ្ញុំហើយចំពោះ overview សម្រាប់ team របស់ខ្ញុំគឺមានចំនួន5មាន introduction objective flow chart project features ហើយនិងក្នុងការចលែងសម្រាប់ introduction នេះ project របស់ខ្ញុំគឺ hotel booking management system នេះវាដែលយើងធ្វើឡើងដោយប្រើ C programming ដែលវា handle ទៅលើកិច្ចការមួយចំនួនរបស់ hotel ដូចជា booking room checking ដែលចេញឬក៏ចូលហើយនឹងពិនិត្យមើលថា room ហ្នឹង available អត់ហើយនឹង generate bill ក្នុងការកក់បន្ទប់ក្នុងការកក់បន្ទប់program នេះគឺយើងមាន menu ងាយស្រួលដូច្នេះ user អាចប្រើប្រាស់វាបានហើយវារក្សាទុកinformation ហើយវារក្សាទុក information អំពីកក់ទុកនឹងឯកសារហ្នឹងនៅក្នុង file ដូច្នេះទិន្នន័យទាំងអស់ហ្នឹងគឺវាអាចបាត់បង់ទៅហើយនៅពេលដែលយើងបិទកម្មវិធីដោយយើង store វាទៅក្នុង file សម្រាប់ objective នេះគឺយើងចូលទៅដល់ objective គឺដូណាគឺជាអ្នកដៃបន្ត objective គឺជា main goal មួយនៃ project របស់យើងពួកយើងចង់ធ្វើអំពី project fee នេះដើម្បីឲ្យវាមានភាពងាយស្រួលក្នុងការកក់ក៏ដូចជា check in check out របស់ customer ដែលចូលមកនៅ hotel របស់យើងហ្នឹងហើយ code ហ្នឹងបង្កើតដោយ C program ដែល basic code ទេដែលមាន menu ស្រួលមើលនិងស្រួល handle តែតាខ្ចីគួរស្រួលសម្រាប់ beginner សម្រាប់ research ដែល start project ត្បូងហើយ project feature និង functionality មួយចំនួនដូចជា admin អាចបង្កើតបន្ទប់ថ្មី update បន្ទប់ឲ្យវាលម្អិតហើយនឹង delete room ដែលលក្ខណៈ user បានហើយដែលកំពុងនឹងហើយភ្ញៀវក៏អាចមើលបន្ទប់ណាដែលតំណេក៏ដូចជា choose បន្ទប់ដែលគេចង់នៅក៏ដូចជាបន្ទប់ដែលគេគិតថាល្អហ្នឹងដែរហើយភ្ញៀវក៏អាចដូរចិត្តក៏ដូចជា change their mind ថាបន្ទប់ណាដែលគេចង់ដូរថាដូរឈ្មោះក៏ដូចដូរឈ្មោះបន្ទប់ក៏ដូចដូរថ្ងៃដែលគេចង់ស្នាក់នៅហ្នឹងដែរហើយភ្ញៀវក៏អាចមើលព័ត៌មានដែលភ្ញៀវនោះបានកក់បានដែរផងដែរព្រោះផលតែគេបានកក់ទាំងអស់ហ្នឹងចូលទៅក្នុងផលដែលយើងទៅសេកូដ save ទុកហើយ system ហ្នឹងគឺស្រួល save receipt ដែលភ្ញៀវបានស្នាក់នៅក៏ដូចជា pay លុយហើយដែរហើយ admin ក៏អាចមើល history ដែល booking របស់ customer ដែលចូលមកនៅទាំងអស់ផងដែរហើយនេះ overall flow chart ដែលមានការពិនិត្យមុនហើយបើបញ្យល់វាអាចនឹងអស់ពេលច្រើនអានេះ flow chart in some function ដែលយើងយកមកដើម្បីទេទី1គឺ start ទី2នេះសម្រាប់ user user enter ហើយត្រូវ enter password បន្ទាប់មក function ទី1គឺ book room បន្ទាប់មក enter username បន្ទាប់មកថ្ងៃដែលគេត្រូវនៅបន្ទាប់មក check in check out ទី2គឺ នេះគឺជា admin ទេមិនមែន user ទេទៅ fix បន្ទាប់មក enter password បន្ទាប់មក add room tab room price per night ហ្នឹងហើយអានេះគឺសម្រាប់ update flow chart នេះគឺជា function update ទី1គឺនេះសម្រាប់ admin ដែរបន្ទាប់មក enter password update room update number update room number update បន្ទាប់មក show data new room tab និង slide ហើយនេះ challenge ដែលពួកយើងជួបគឺ team communication issue ពួកយើងអត់បានជួបគ្នាច្រើនទេជួបយូរម្ដងជួបខ្លះអត់បានធ្វើទៀតហើយបើធ្វើ encryption challenges ហ្នឹងអត់ដែលមានបកធ្វើពីមុនអត់ដឹងអីខ្លះទេគឺបងរងគាត់បានធ្វើច្រើន debugging testing find effective solutions អត់ដឹងថាធ្វើ solution ហ្នឹងពីច្រើនទាំង writing ហើយនិង structuring code ហ្នឹងគឺយកមកពី AI យ៉ាងច្រើនដែរប៉ុន្តែយើងអង្គុយមើល code ទៅយល់ហើយនឹងរៀនបន្ថែមពី mistake ដែលយើងបានជួប let demo ឥឡូវចូលដល់ demo អស់គ្នា let's start ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះសៃលំរងនេះគឺជា video demo project ពី Hotel Management System ដោយស្បាយដំបូងគឺខ្ញុំធ្វើ register login ហើយវាមាន3 option register login reset ដែលនៅក្នុងនោះខ្ញុំបាន define សម្រាប់ email របស់ admin ហើយដែលមានដោយមានឈ្មោះថាដែលមាន email admin admin @tgi.com ដោយកន្លែងហ្នឹងគឺសម្រាប់ control ទៅលើ option របស់ admin ដែលខ្ញុំ register ហើយគឺខ្ញុំយក login ដែលមាន email admin @tgi.com ហើយ password 123
សម្រាប់ដែលយើងមាន message មួយទៅកាន់ admin ដែលដាក់ថា login successful សម្រាប់ role admin ហើយនៅក្នុងទាំងអស់នោះដែរគឺមាន7 option សម្រាប់ admin ដែលមាន view បន្ទប់ទាំងអស់ហើយមានថា add room update room delete room ហើយនឹង view booking history ហើយនឹង view gap billing status ដោយដំបូងខ្ញុំយកលេខ1សម្រាប់សម្រាប់ view room ទាំងអស់ដែលខ្ញុំមាន sample data ចំនួន10ដោយក្នុងនោះមានលេខបន្ទប់បន្ទប់ប្រភេទបន្ទប់ហើយនឹងកន្លែងក្នុងប្រយោគហើយនឹង status សម្រាប់ book ឬក៏គេអត់ទាន់ book ដែលយើងអាច press continue បានហើយយើងអាចឲ្យ admin ធ្វើការ add room ដែរនៅក្នុង add room នេះយើងមាន room number bedroom ហើយកន្លែងក្នុងប្រយោគហើយយើងបាន message មួយទៀតថាតើadmin នឹងចង់បង្កើត room នឹងអត់ដែលយើងយកលេខ1សម្រាប់ក្នុងការបង្កើតហើយនឹងយកលេខ0សម្រាប់អត់បង្កើតក្នុងការ cancel ដែលដំបូងខ្ញុំយកលេខ1ដែលមាន message ចំនួន2 room successful ហើយ room unsuccessful ដោយ room ទាំងអស់ហ្នឹងគឺយើង store ទៅក្នុងroom.txt room.txt សម្រាប់មកវិញទេគឺខ្ញុំអាច view room ទាំងអស់នេះគឺជាroom ដែលខ្ញុំបានកើតមកខ្ញុំហើយសម្រាប់មួយទៀតគឺយើងអាច update ប៉ុន្តែមុននឹងចូល update គឺខ្ញុំចូលទៅadd room ម្ដងទៀតយក add room ម្ដងទៀត room number 202ប្រភេទ room single ដូចគ្នាមកយកដូចគ្នាប៉ុន្តែគឺខ្ញុំជ្រើសរើសយកលេខ0ដោយលេខ0នេះគឺសម្រាប់ការបដិសេធគឺសម្រាប់ការ cancel room cancel ក្នុងការបង្កើត room ដែលយើងមាន mistake មួយ room edition cancel ហើយបន្តមកទៀតគឺខ្ញុំទៅ update room ដោយ room ខ្ញុំចុងក្រោយមិញគឺខ្ញុំបានបង្កើត room ដែលមានលេខបន្ទប់201ហើយជាប្រភេទ single ហើយនឹងមានតម្លៃ$15ក្នុងមួយវិញដោយ room number សម្រាប់ update ហ្នឹងគឺយើង update ទៅតាមលេខបន្ទប់អញ្ចឹង201ដោយ load data មកដោយ current room ដោយនៅក្នុងទាំងអស់ហ្នឹងគឺនេះគឺជា data សម្រាប់ក្នុងការ update so យើង track key ហើយយើងអាចដាក់ new room type ដូច្នេះហើយ new room type គឺយើងអាចដូរពី single ឬក៏ទៅប្រភេទផ្សេងមួយទៀតខ្ញុំដាក់ទៅ sheet ហើយក្នុងប្រយោគខ្ញុំដាក់$50ហើយយើងអាចទៅមើលឡើងវិញនេះគឺជាបន្ទប់នៃយើង update វិញសម្រាប់ delete ដូចគ្នា delete គឺឲ្យ update ដែរដែលយើង delete ទៅតាមលេខបន្ទប់ដូចគ្នាអញ្ចឹងខ្ញុំ delete ទៅតាមលេខបន្ទប់ដែលខ្ញុំ update វិញអញ្ចឹងយើងយក201ហើយយើងបានបោះ data មកសម្រាប់បង្ហាញទៅកាន់ user ក្នុងការ delete អញ្ចឹងវាដូចតែ add room មិនដែរសម្រាប់យើងគ្រាន់ចង់ថាបោះ message ថាតាម make sure ថាឲ្យ user ហ្នឹងចង់ delete room នឹងអត់ឬក៏យើងក៏អត់អញ្ចឹងយើងយកលេខដំបូងយើងយកលេខ0សម្រាប់ការ cancel room delete deletion cancel អញ្ចឹងយើងធ្វើការទៅ delete ម្ដងទៀតដោយជ្រើសរើសយកលេខ1ម្ដងវា load data មកដូចគ្នាគឺ room successful និង room delete សម្រាប់ room successful នេះគឺសម្រាប់បោះចូលទៅក្នុង file អញ្ចឹងមានន័យថានៅពេលដែលយើង delete មកគឺ data ដែលនៅក្នុង file ហ្នឹងគឺវាបាត់ដូចគ្នាដោយខ្ញុំយក7 exchange ចេញទៅវិញដោយសារតែលេខ5លេខ6គឺអត់ទាន់មានទេដោយសារខ្ញុំអត់បានធ្វើ sample data មួយទៀតគឺខ្ញុំយកជាលក្ខណៈ register វិញព្រោះដោយសារតែខ្ញុំមាន sample data login សម្រាប់ user ដូចគ្នាគ្រាន់តែខ្ញុំចង់ register email ខ្ញុំយក user 1@thi.com password user 123ដល់យើងយកrepeat ក្នុងការ login ដោយ
ធ្វើការ register ដំបូងនៅពេលដែលយើង register ហើយគឺយើងត្រូវការ login ម្ដងទៀតហើយចំពោះ password វិញគឺយើង encrypt បូកម្ដង3អញ្ចឹងមានន័យថាបើសិនជា password គេយក1 2 3អញ្ចឹងខ្ញុំឲ្យវាបូកម្ដង3វាឡើងទៅ4 5 6ខ្ញុំយកលេខ2សម្រាប់ការ login ដែលយើងយក email មិញសម្រាប់ password ខ្ញុំយកមិញ user 1 2 3គឺយើងអាចទៅមើល data នឹងបានគឺនៅនេះគឺបង្កើតមិញដោយខ្ញុំយក password 1 2 3ហើយក្នុងការ password នោះដែរគឺវាបូកដូចគ្នានេះកន្លែង password ហើយនេះគឺជា role សម្រាប់ user ដោយក្នុង user ឬក្នុង user ឬក៏គេហ្នឹងគឺយើងអាចធ្វើអាចមាន option ចំនួន4ទេសម្រាប់ក្នុងការ exit គ្នាដែលទី1ធ្វើការបូករួមហើយទី2ក្នុងការ check out ទី3គឺ modify guest information ហ្នឹងគឺចង់មានន័យថាuser ហ្នឹងអាច update information ខ្លួនឯងបានហើយយើងអាចធ្វើការ view receipt ដូចគ្នា view receipt នេះគឺយើងអាច view មុនពេលដែលយើង check out យើង view receipt នៅពេលដែលយើងមុនពេលដែលយើង check out ដែលដំបូងខ្ញុំធ្វើការយកលេខ1សម្រាប់ការបូករួមដែលបូករួមយើងអាចមានដាក់ឈ្មោះហើយតបមកគឺវាសូ data មកដោយ data របស់ខ្ញុំនោះគឺមានចំនួន10ដោយមានចំនួន10ដែលខ្ញុំយកលេខ1ដោយបូកឃើញទៅលើ standard room ហើយយើងធ្វើការ check in date ដោយដំបូងគឺដាក់ឆ្នាំ2025ខែ6យកថ្ងៃ6គ្នាសម្រាប់ការ check out date គឺយកថ្ងៃ7 2025ប៉ុន្តែយកថ្ងៃកន្លែង check out នេះគឺមានបញ្ហាតិចតួចគឺដោយសារតែបោះបញ្ហាតិចតួចគឺដោយសារតែ check out ហើយ check in ថ្ងៃម៉ោងហ្នឹងគឺវាជាមួយគ្នាអញ្ចឹងខ្ញុំពេចដែរតែវាពេចអត់ចេញដែលយើងយកលេខ1សម្រាប់ booking ហើយយើងយកលេខ0សម្រាប់ក្នុងការ cancel booking ដោយដំបូងខ្ញុំយកលេខ0ក្នុងការ cancel booking ហើយបន្ទាប់មកបាទខ្ញុំយកលេខ1សម្រាប់ booking ម្ដងទៀតគឺ booking cancel យើងយក booking booking room ម្ដងទៀតដែលយកលេខ1ដូចគ្នាថ្ងៃ6ថ្ងៃ7យកលេខ1សម្រាប់ការ confirm booking គឺ load receipt 1ឬ booking successful ហើយ ID គេហ្នឹងគឺលេខ1អញ្ចឹងណាយើងអាច view receipt បានដែលខ្ញុំយកធ្វើការ view receipt មុន check out receipt យក ID លេខ1 receipt successful គឺយើងអាចទៅមើល receipt បាននេះគឺជា receipt សម្រាប់ ID លេខ1ដែលមាន ID លេខ1ឈ្មោះនេះប្រភេទ room number លេខ1នៅមួយថ្ងៃតម្លៃមួយយប់តម្លៃ$20ហើយទុកថា bill $20ដោយអត់ទាន់បាន pay check in check out នេះថ្ងៃ25ថ្ងៃ6ខែ6និង2025ថ្ងៃ6ខែថ្ងៃខែ6ថ្ងៃ7អញ្ចឹងយើងអាច check out បានលេខ2 ID លេខ1ដោយនេះតើយើងបានបោះ message មួយទៀតគឺតើអ្នកចង់ pay bill អត់ចង់ pay អត់ចង់ថាបើសិនជាយើងយកលេខ0គឺយើង check out cancel ប៉ុន្តែបើសិនជាយើងយកលេខ1គឺយើង confirm ដែលយកលេខ1សម្រាប់ការ payment គឺយើងមានចំនួន3 option online payment credit card និង net card អញ្ចឹងខ្ញុំយកលេខ2សម្រាប់ cash guest successful payment successful របស់ message ឲ្យគេ check out successful ខ្ញុំធ្វើការ booking ម្ដងទៀតដោយ booking ម្ដងទៀតគឺយើងអាចទៅមក modify គេ information បានអញ្ចឹងមានថាកន្លែងហ្នឹងគឺយើងនៅពេលដែលយើងស្នាក់នៅមួយថ្ងៃគឺយើងអាចចង់ booking បន្តទៀតបានយើងអាច update ថ្ងៃដែលយើងស្នាក់នៅបានខ្ញុំយកឈ្មោះលូណាខ្ញុំយកលេខ2ថ្ងៃខែខ្ញុំយកថ្ងៃដែរ
vô ngay vào muối vô ngay buồn vô một lịch muốiសម្រាប់គេយើងyes ID លេខ1ឈ្មោះយើងអាច update បានឈ្មោះទៀតប៉ុន្តែឈ្មោះខ្ញុំធ្វើការដាក់ដែរហើយ room number ខ្ញុំយកដែរ101 check out check in ខ្ញុំយកថ្ងៃ6ដែរហើយនេះចូលថ្ងៃ10 cái information update successful ប៉ុន្តែសម្រាប់ការ view ហ្នឹងគឺ view បានទៅលើ admin នៃ admin ដែលมันអាច view ទៅលើការ update នេះនោះបានយកលេខ5ក្នុងការ exit ហើយយើងយកលេខ2 login ទៅកាន់ admin វិញ1 2 3យើងអាច view guest building status អូខេ ID លេខ1នេះគឺជាថ្ងៃដែលបោះ information ហ្នឹងដែលមាន ID ដែលសារនេះខ្ញុំស្រុំធំពេកទៅគឺវាវាក់មើលខ្ញុំមាន ID 1ឈ្មោះដណារូបហើយ update សម្រាប់កាហ្វេគឺយកថតពេកហើយយើងអាចទៅ view history ដែល view history ហ្នឹង ID លេខ1ឈ្មោះដណាដូចគ្នាសម្រាប់យើងទៅលេខ7យើងយក login ទៅ add user វិញ user add function click ណាដូច password អត់user 1@thi.com password pass 1 2 3 click password កាត់ក្បាល pass 1 2 3 user 1 2 3អូខេយើងអាចទៅ check out បានយើងអាច check out ម្ដងទៀត ID លេខ1សម្រាប់យើងយើងយកលេខ1គេទៀតខាងសម្រាប់ក្រុមខ្ញុំក្នុងការ demo គឺមានតែប៉ុណ្្នឹងទេហើយចំពោះការ encrypt code គឺខ្ញុំនៅបានប៉ុណ្ណឹងហើយនេះគឺជា structure file របស់ខ្ញុំដែលមានចំនួន3ដោយមួយដែលមានmain.t នេះសម្រាប់ control code ទាំងអស់ main.x នេះគឺខ្ញុំសម្រាប់ control ទៅលើ function ដែលមានទាំងអស់ហ្នឹងហើយសម្រាប់ o.x នេះគឺខ្ញុំធ្វើការ control ទៅលើ user login user register អីទាំងអស់ហ្នឹងសម្រាប់ក្រុមខ្ញុំគឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូនិងជម្រាបគ្រូ